តើប្រយោគបែបណាគួរប្រែពាក្យបរិយាយ័តហ្នឹងថាបត្រៃបិដកប្រយោគបែបណាគួរប្រែថាការរៀនការសិក្សាស្វាធ្យាយអញ្ចឹងយើងទៅចំណុចកបរិយាយ័តប្រែថាបត្រៃបិដកគឺព្រះពុទ្ធវចនៈអញ្ចឹងយើងទៅឧទាហរណ៍ទី1គឺបណ្ឌិតោហេតេបិដកាំងសត្វាទ្វេបិពរេតេប្រែថាហេមែនពិតបណ្ឌិតោរីបណ្ឌិតសត្វាស្ដាប់ហើយទេបិដកាំងនៅបត្រៃបិដកពរេតេអាចបំពេញទ្វេបិសំបីនៅបដិបត្តិនិងបដិវេធៈទាំងឡាយទាំងពីរមកបានមានន័យថាមែនពិតបណ្ឌិតស្ដាប់នៅបត្រៃបិដកហើយអាចបំពេញនៅបដិបត្តិនិងបដិវេធៈទាំងពីរមកបានហើយបន្ទាប់អំពីប្រយោគហ្នឹងគឺមានប្រយោគដតីផ្សេងទៀតរៀងច្រើនដែរប៉ុន្តែសូមលើកប្រយោគមួយដែលមានអត្ថន័យស្តៀងហ្នឹងគឺអេវមេវាំងបញ្ញវាភិក្ខុបរិយត្តੰសត្វាទ្វេបិពរេតេអញ្ចឹងប្រយោគហ្នឹងគឺនៅក្នុងអត្ថកថាទីខនិកាយបាតិកវៈតិបេដកអន្តរធានកថាអញ្ចឹងប្រយោគខាងលើប្រយោគខាងក្រោមហ្នឹងគឺនៅក្នុងកថាតែមួយទេនៅក្នុងសាច់រឿងតែមួយទេអញ្ចឹងប្រយោគហ្នឹងប្រែថាភិក្ខុរីភិក្ខុបញ្ញវាអ្នកមានបញ្ញាសត្វាស្ដាប់ហើយបរិយត្តੰនៅព្រះបរិយ័តគឺព្រះពុទ្ធវចនៈឬបត្រៃបិដកពរេតេអាចបំពេញទ្វេបិសំបីនៅបដិបត្តិនិងបដិវេធៈទាំងឡាយទាំងពីរមុខអេវមេវាំងយ៉ាងនេះឯងមានន័យថាភិក្ខុអ្នកមានបញ្ញាស្ដាប់នៅព្រះបរិយ័តគឺបត្រៃបិដកនឹងហើយអាចបំពេញនៅបដិបត្តិនិងបដិវេធៈទាំងឡាយទាំងពីរមុខបានយ៉ាងនេះឯងអញ្ចឹងយើងប្រៀបធៀបប្រយោគខាងលើហើយនិងប្រយោគខាងក្រោមហើយយើងមើលចំណុចត្រង់ពាក្យថាទេបិដកាំងសត្វាហើយនិងបរិយត្តੰសត្វាណាខាងលើលោកដាក់ន័យឲ្យត្រង់តែម្ដងថាស្ដាប់នៅបត្រៃបិដកដល់ពេលប្រយោគខាងក្រោមថាស្ដាប់នៅបរិយ័តអញ្ចឹងបរិយ័តណៃហ្នឹងគឺយើងគួរប្រែថាបត្រៃបិដកឬមួយក៏ប្រែថាគួរប្រែថាការរៀនដោយសារប្រយោគនៅខាងដើមលោកថាស្ដាប់នៅបត្រៃបិដកហើយអញ្ចឹងហើយបរិយ័តណៃហ្នឹងគឺយើងគួរប្រែថាបត្រៃបិដកនឹងឯងបើសិនជាយើងប្រែថាស្ដាប់នៅការរៀនអញ្ចឹងវាអត់ព្រោះណាម្យ៉ាងទៀតនៅក្នុងអត្ថកថាដីកាក៏លោកបានបញ្ជាក់ថាបរិយ័តនឹងឯងគឺជាបត្រៃបិដកអញ្ចឹងហើយគឺយើងអាចមានសិទ្ធិប្រែថាបត្រៃបិដកបានតើតែយើងប្រែថាបត្រៃបិដកបានស្ដាប់ន័យទៅព្រោះហើយស៊ីសេចក្តីនឹងប្រយោគខាងលើបើសិនជាយើងប្រែថាការរៀនការសិក្សាហ្នឹងគឺមិនព្រោះទេភិក្ខុដែលមានបញ្ញាស្ដាប់នៅការសិក្សាស្ដាប់នៅការរៀននៅពុទ្ធវចនៈអាចបំពេញនៅបដិបត្តិបដិវេធទាំងឡាយពីរយ៉ាងនេះឯងអញ្ចឹងវាមិនស៊ីគ្នានៅប្រយោគវាមិនស៊ីគ្នានឹងប្រយោគខាងលើណាអញ្ចឹងត្រង់ចំណុចហ្នឹងត្រង់ប្រយោគហ្នឹងគឺបរិយ័តហ្នឹងគួរប្រែថាបត្រៃបិដកឧទាហរណ៍ទី2គឺនេវៈបរិយត្តੰអកនហតិប្រែថាពីលឬបុគ្គលពីលនេវៈអកនហតិរមែងមិនរៀនយកបរិយត្តੰនៅព្រះបរិយ័តគឺព្រះពុទ្ធវចនៈឬមួយក៏បត្រៃបិដកទេអញ្ចឹងប្រយោគហ្នឹងគឺចង់មានន័យថាបុគ្គលពីលរមែងមិនរៀនយកនៅព្រះបរិយ័តគឺបត្រៃបិដកទេហើយឧទាហរណ៍ហ្នឹងគឺមាននៅក្នុងធម្មបទកថាពេលវៈកន្ធិបេតកចោរវត្ថុអញ្ចឹងឧទាហរណ៍ហ្នឹងបើសិនជាយើងប្រែថាបរិយ័តហ្នឹងថាការរៀនការសិក្សាយើងស្ដាប់អត់បានណាបុគ្គលពីល
មិនរៀនយកនៅការរៀននៅពុទ្ធវចនៈអញ្ចឹងន័យអត់ព្រោះអញ្ចឹងត្រង់ចំណុចហ្នឹងយើងគួរតែប្រែពាក្យបរិយាហ្នឹងថាបត្រៃបិដកវិញឬមួយពុទ្ធវចនៈវិញអញ្ចឹងសូមលើកឧទាហរណ៍តែពីរប៉ុណ្ណោះត្រង់ចំណុចកហើយមានឧទាហរណ៍ផ្សេងទៀតនៅក្នុងបត្រៃបិដកគម្ពីរអដ្ឋកថាដីកាអីប៉ុន្តែមិនបានលើកយកមកច្រើនទេសូមលើកឧទាហរណ៍តែពីរប៉ុណ្ណោះដើម្បីឲ្យដឹងថាត្រង់ចំណុចនេះគួរប្រែពាក្យបរិយាហ្នឹងថាបត្រៃបិដកចឹងយកទៅចំណុចខបរិយាប្រែថាការរៀនការសិក្សាការស្វាធ្យាយឧទាហរណ៍ទី1បរិយត្តិធុរាំងតាវៈពរិមៈឧទាហរណ៍ហ្នឹងគឺមាននៅក្នុងគម្ពីរអដ្ឋកថាកតកនិកាយសុត្តនិបាតហេមវតសុត្តវណ្ណនាប្រែថាម្យ៉ាងរាយើងទាំងឡាយពរិមៈនឹងបំពេញបរិយត្តិធុរាំងនៅធុរៈគឺការរៀននៅពុទ្ធវចនៈតាវៈមុនដំបូងសិនមានន័យថាយើងទាំងឡាយនឹងបំពេញនៅបរិយត្តិធុរៈគឺការរៀននៅពុទ្ធវចនៈមុនដំបូងសិនអញ្ចឹងពាក្យបរិយត្តិត្រង់ប្រយោគហ្នឹងគឺយើងគួរប្រែថាការរៀននៅពុទ្ធវចនៈបើសិនជាយើងប្រែថានៅធុរៈគឺបត្រៃបិដកអញ្ចឹងអត់ព្រោះណាសំបីនៅនិស្សយៈប្រទេសភូមាក៏គេប្រែថាធុរៈគឺការរៀននៅពុទ្ធវចនៈដែរនឹងឧទាហរណ៍ទី1ឧទាហរណ៍ទី2តាសៈសាប្រយត្តិអលកតៈប្រយត្តិនាមៈឧទាហរណ៍ហ្នឹងគឺមាននៅក្នុងគម្ពីរអត្ថកថាមជ្ឈិមនិកាយមូលបណ្ណាសៈអលកតូបមសូត្រប្រែថាប្រយត្តិរីការរៀនសានោះបុគ្គលាសៈរបស់បុគ្គលតាសៈនោះអលកតៈប្រយត្តិនាមៈឈ្មោះថាអលកតៈប្រយ័ត្នឬមួយគឺយើងហៅថាអលកតូបមប្រយ័ត្នអញ្ចឹងក៏បានដែរអាចប្រើបានទាំងពីរអញ្ចឹងអលកតៈប្រយ័ត្នហ្នឹងប្រែថាការរៀនមានឧបមាដូចជាការចាប់នៅពោះត្រង់កន្ទុយអញ្ចឹងត្រង់ពាក្យត្រង់ប្រយោគហ្នឹងគឺចង់មានន័យថាការរៀននោះរបស់បុគ្គលនោះឈ្មោះថាអលកតៈប្រយ័ត្នឬមួយក៏ឈ្មោះថាការរៀនមានឧបមាដូចជាការចាប់ពោះត្រង់កន្ទុយអញ្ចឹងបរិយត្តិពាក្យថាបរិយត្តិក្នុងទីនេះគឺយើងមិនគួរប្រែថាព្រះពុទ្ធវចនៈទេយើងប្រែថាការរៀនការសិក្សាម្ដងបើសិនតែប្រែជាអត្ថាព្រះពុទ្ធវចនៈគឺស្ដាប់ទៅអត់ពិរោះណាសំបីនៅក្នុងនិស្សយភូមាក៏លោកប្រែថាការសិក្សាដែរបើសិនជាយើងប្រែថាព្រះពុទ្ធវចនៈគឺសេចក្តីថាព្រះពុទ្ធវចនៈនោះរបស់បុគ្គលនោះឈ្មោះអលកតៈប្រយ័ត្នអញ្ចឹងស្ដាប់ទៅន័យយកបានណាតែបើសិនជាយើងប្រែថាការរៀនរបស់បុគ្គលនោះឈ្មោះថាការរៀនមានឧបមាដូចជាការចាប់នៅពោះត្រង់កន្ទុយអញ្ចឹងអត្ថន័យពិរោះស្ដាប់បានយើងទៅឧទាហរណ៍ទី3បរិយាពុណនំបរិយត្តិវិនយាសៈបរិយត្តិវិនយៈបរិយត្តិចឹងឧទាហរណ៍ហ្នឹងគឺមាននៅក្នុងវិនយាលង្ការដីកាអានិសង្សកថាប្រែថាបរិយាពុណនំឬការរៀនបរិយត្តិឈ្មោះថាបរិយ័តឈ្មោះថាការរៀនបរិយត្តិរីការរៀនវិនយាសៈនៅព្រះវិន័យបិដកវិនយៈបរិយត្តិឈ្មោះថាវិនយៈបរិយ័តឬមួយក៏ឈ្មោះថាការរៀននៅ
វិន័យបិដក ចឹងប្រយោគហ្នឹងចង់មានន័យថាបរិយ័តហ្នឹងគឺការរៀន ហើយការរៀននៅព្រះវិន័យបិដកឈ្មោះថាវិនយបរិយ័ត ប្រែថាការរៀនការសិក្សានៅព្រះវិន័យបិដក ចឹងត្រង់ប្រយោគហ្នឹងគឺយើងគប្បីប្រែពាក្យបរិយ័តហ្នឹងប្រែថាការរៀន បានព្រោះមិនគួរប្រែថាព្រះពុទ្ធវចនៈទេ ចឹងសូមលើកឧទាហរណ៍ត្រង់ចំណុចខហ្នឹងមាន3ចំណុចហ្នឹង ហើយត្រង់ឧទាហរណ៍ផ្សេងៗទៀតក៏នៅមានដែរ ប៉ុន្តែមិនបានលើកមកទេ នៅក្នុងគម្ពីរអដ្ឋកថាដីកាអីក៏មានច្រើនដែរ សូមលើកតែ3ចំណុចប៉ុណ្ណឹងដើម្បីឲ្យដឹងថាចំណុចត្រង់នេះយើងគួរប្រែពាក្យបរិយ័តហ្នឹងប្រែថាការរៀនការសិក្សា